មនុស្សបុរាណបានបង្រៀនថាគ្រួសារដែលមានរបស់ទាំង4នេះបើមិនបែកបាក់ទេក៏នឹងដួលរលំដែរខាងក្រោមនេះគឺជាកត្តា4យ៉ាងដែលត្រូវបានចាត់ទុកថាជាគ្រាប់ពូជមិនល្អដែលអាចបណ្ដាលឲ្យគ្រួសារធ្លាក់ចុះប្រសិនបើមិនត្រូវបានទទួលស្គាល់និងជួសជុលភ្លាមនៅក្នុងវប្បធម៌បូព៌នាគ្រួសារត្រូវបានចាត់ទុកថាជាសកលនៃសង្គមជាកន្លែងដែលចិញ្ចឹមបីបាច់បុគ្គលិកលក្ខណៈសីលធម៌និងអារម្មណ៍របស់មនុស្សគ្រួសារដែលមានជីវភាពធូរធារមិនត្រឹមតែត្រូវការទ្រព្យសម្បត្តិប៉ុណ្ណោះទេប៉ុន្តែថែមទាំងពឹងផ្អែកលើវិន័យការស្រឡាញ់និងភាពសុខដុមរមនាផងដែរមនុស្សបុរាណមានសុភាសិតមួយថាគ្រួសារដែលមានរបស់ទាំង4នេះបើមិនបែកបាក់ទេនឹងដួលរលំនេះគឺជាការព្រមានយ៉ាងជ្រាលជ្រៅដែលរំលឹកដល់មនុស្សគ្រប់គ្នាឲ្យដឹងពីរបៀបថែរក្សាសីលធម៌ដើម្បីការពារផ្ទះរបស់ពួកគេ1ប្រពៃណីគ្រួសារមិនតឹងរ៉ឹងជាស្គល់នៃការបែកបាក់ទាំងអស់ប្រពៃណីគ្រួសារគឺជាព្រលឹងនៃគ្រួសារជាការប្រមូលផ្តុំច្បាប់នៃការប្រព្រឹត្តគោលការណ៍សីលធម៌និងស្តង់ដារសីលធម៌ដែលបានបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់គ្រួសារដែលមានប្រពៃណីគ្រួសារដ៏តឹងរ៉ឹងនឹងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កូននិងចៅធ្វើតាមផ្ទុយទៅវិញនៅពេលដែលប្រពៃណីគ្រួសារមានភាពធូររលុងហើយលែងមានស្តង់ដារសមាជិកងាយនឹងធ្លាក់ចូលទៅក្នុងជម្លោះភាពអាត្មានិយមនិងរបៀបរស់នៅដ៏ធូររលុងក្មេងធំឡើងដោយគ្មានទិសដៅមនុស្សពេញវ័យបាត់បង់ការគោរពគ្នាទៅវិញទៅមកយូរទៅផ្ទះដ៏កក់ក្ដៅនោះក្លាយជាកន្លែងមួយនៅក្រោមដំបូលតែមួយប៉ុន្តែហាក់នៅឆ្ងាយពីគ្នាប្រពៃណីគ្រួសារមិនត្រឹមតែបង្រៀនមនុស្សឲ្យមាននិរយាបត្រឹមត្រូវប៉ុណ្ណោះទេថែមទាំងដើរតួជាដំណភ្ជាប់រវាងមនុស្សជំនាន់ក្រោយទៀតផងនៅពេលដែលឪពុកម្ដាយធ្វើជាគំរូកូននឹងធ្វើតាមនៅពេលដែលសមាជិកម្នាក់ដឹងពីរបៀបរស់នៅដោយមានការទទួលខុសត្រូវគ្រួសារនឹងក្លាយជាការគាំទ្រដ៏រឹងមាំសម្រាប់គ្នាទៅវិញទៅមកដោយធម្មជាតិដូច្នេះហើយមនុស្សបុរាណបាននិយាយថាចូលបណ្ដុះបណ្ដាលខ្លួនឯងគ្រប់គ្រងគ្រួសារគ្រប់គ្រងប្រទេសនិងនាំមកនូវសន្តិភាពដល់ពិភពលោកវិបុលភាពទាំងអស់ចាប់ផ្ដើមដោយវិន័យគ្រួសារ2ចំនួនប្តីប្រពន្ធនៅពេលដែលស្នេហាប្រែក្លាយទៅជារបាំងទំនាក់ទំនងរវាងប្តីប្រពន្ធគឺជាមូលដ្ឋានគ្រឹះនៃគ្រួសារនៅពេលដែលមនុស្សពីរនាក់ដឹងពីរបៀបស្រឡាញ់និងចុះចាញ់ផ្ទះនឹងពោពេញដោយសន្តិភាពប៉ុន្តែប្រសិនបើមានការអាក់អន់ចិត្តការសង្ស័យឬការស្អប់ខ្ពើមរវាងពួកគេសុភមង្គលនឹងរលាយបាត់បន្តិចម្ដងអាពាហ៍ពិពាហ៍ដែលគ្មានការគោរពនឹងដូចជាផ្ទះដែលរលួយពីខាងក្នុងពាក្យសម្ដីខូខើភាពត្រជាក់សូម្បីតែការក្បត់ទាំងអស់នេះអាចធ្វើឲ្យបាត់បង់សេចក្តីស្រឡាញ់នៅពេលនោះមិនត្រឹមតែមនុស្សពីរនាក់ប៉ុណ្ណោះទេដែលឈឺចាប់ប៉ុន្តែកូនក៏រងផលប៉ះពាល់យ៉ាងខ្លាំងផងដែរដោយធំឡើងក្នុងភាពមិនប្រាកដប្រជានិងខ្វះសេចក្តីស្រឡាញ់ដើម្បីរក្សាសុភមង្គលស្វាមីភរិយាត្រូវរៀនស្ដាប់និងអត់ឱនគ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេប៉ុន្តែប្រសិនបើពួកគេដឹងពីរបៀបដាក់សេចក្តីស្រឡាញ់លើសពីអាត្មាស្នាមព្រះទាំងអស់អាចជួសជុលបានការសុំទោសការយល់ដឹងជូនការគ្រប់គ្រាន់ដើម្បីជួយសង្គ្រោះផ្ទះ3ការមិនចុះសម្រុងគ្នារវាងឪពុកនិងកូនប្រុសបងប្អូនប្រុសស្រីនៅពេលដែលឈាមតែមួយប៉ុន្តែคล้ายជាមនុស្សចម្លែកសេចក្តីស្រឡាញ់ក្នុងគ្រួសារគឺជាខ្សែស្រឡាយដ៏ពិសិដ្ឋដែលភ្ជាប់មនុស្សម្នាក់នៅក្នុងគ្រួសារនៅពេលដែលឪពុកនិងកូនប្រុសបងប្អូនប្រុសស្រីមានភាពសុខដុមរមនាគ្រួសារនឹងមានភាពកក់ក្ដៅនិងសន្តិភាពដោយធម្មជាតិប៉ុន្តែនៅពេលដែលជម្លោះការអាក់អន់ចិត្តនិងការយល់ច្រឡំមានរយៈពេលយូរចម្ងាយនោះនឹងក្លាយជាចន្លោះជ្រៅឪពុកម្ដាយគឺជាគំរូសម្រាប់កូនរបស់ពួកគេធ្វើតាមនៅពេលដែលឪពុកនិងកូនមានភាពមិនចុះសម្រុងគ្នាការគោរពក្នុងគ្រួសារនឹងត្រូវរង្គោះរង្គើប្រសិនបើបងប្អូនច្រណែននិងឆ្លោះប្រកែកគ្នាគ្រួសារនឹងបាត់បង់សាមគ្គីភាពដែលជាមូលដ្ឋានគ្រឹះដែលរក្សាទំនាក់ទំនងទាំងអស់មនុស្សបុរាណបានបង្រៀនថាបងប្អូនប្រៀបដូចជាដៃនិងជើងគ្រួសារមួយមិនថាក្រីក្រប៉ុណ្ណាទេដែលរៀបណាសេចក្តីស្រឡាញ់ក្នុងគ្រួសារនៅដដែលនៅតែមានសុភមង្គលជាងមាស1000ដុំពីព្រោះគ្មានទ្រព្យសម្បត្តិប៉ុន្មានអាចទូទាត់សងសម្រាប់ភាពត្រជាក់នៅពេលដែលសាច់ញាតិញាកខ្នងដាក់គ្នាទៅវិញទៅមកនោះទេ